Khá sơ sài ở phía vậy, thay đi dương mà mơ tha taមនុស្សម្នាក់ហ្នឹងយ៉ាងម៉េចហើយគេមាននឹកដល់អ្នកទេចាមនុស្សម្នាក់ហ្នឹងយ៉ាងម៉េចហើយអារម្មណ៍គេហ្នឹងបែបណាគេមាននឹកដល់អ្នកទេថ្ងៃនេះខ្ញុំយកតែហូមួយហ្នឹងទេសម្រាប់មើលពីអ្នកទាំងអស់គ្នានិងមើលពីគេដែរសង្ឃឹមថានឹងត្រូវធម្មពលអ្នកទាំងអស់គ្នាណានេះវាសុំបង្ហាញពីធម្មពលអ្នកមើលវិញទៀតណាតាមម្ចាស់វីដេអូមានធម្មពលបែបណាធម្មពលអ្នកទាំងអស់គ្នាបែបណាធម្មពលអ្នកទាំងអស់គ្នាល្អយ៉ាងម៉េចគឺជាធម្មពលមួយដែលមានការប្រឹងប្រែងទៅរកផ្លូវល្អអ្នកទាំងអស់គ្នាព្យាយាមឲ្យគេទទួលស្គាល់ពីសមត្ថភាពអ្នកទាំងអស់គ្នាកំពុងតែមានរឿងដែលអ្នកទាំងអស់គ្នាត្រូវតែការពារត្រូវតែធ្វើឲ្យបានចង់និយាយថាមានរឿងដែលត្រូវការពារត្រូវតែធ្វើឲ្យបានហើយក៏មិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចូលមកបំផ្លាញនៅរឿងមួយដែលអ្នកនរគ្នាកំពុងតែការពារហ្នឹងគឺអ្នកនរគ្នាមិនដូចថាហួងហែងទៅតែមិនមែនជាអារម្មណ៍ហួងហែងតែអារម្មណ៍នេះគឺជាសកម្មភាពនិងជាសមត្ថភាពអ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាព្យាយាមធ្វើឲ្យបានមើលទៅឲ្យថាពួកអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺអត់មានរឿងដែលពិបាកចិត្តខ្លាំងទេអ្នកទាំងអស់គ្នាអាចនឹងគិតរឿងលុយកាក់ប៉ុន្តែលុយកាក់ហ្នឹងគឺវាអត់លើសពីសមត្ថភាពអ្នកទាំងអស់គ្នាអ្នកគ្នាអាចធ្វើបានដោយសារតែអ្នកគ្នាជាមនុស្សដែលឧស្សាហ៍ព្យាយាមហើយក៏ធ្វើវាទៅរួចយ៉ាអ្នកគ្នាមានអ្វីជាច្រើនដែលអ្នកគ្នាចង់បកគលឲ្យមនុស្សដែលអ្នកគ្នានិយាយទៅជាអ្នកគ្នាជាមនុស្សដែលខំប្រឹងដើម្បីរយអ្នកជុំវិញខ្លួនចង់និយាយចឹងគឺមានមនុស្សជាច្រើនដែលកំពុងតែពឹងលើសមត្ថភាពអ្នកទាំងអស់គ្នាមិនមែនជាមនុស្សម្នាក់ដែលរកមករួចតែម្នាក់ឯងហើយចប់ទេគឺជាមនុស្សដែលតែងតែគិតគូរដល់អ្នកដទៃហើយក៏ឥឡូវហ្នឹងក៏មានគ្រប់យ៉ាងឲ្យអ្នកដទៃរំពឹងលើអ្នកគ្នាជាមនុស្សម្នាក់ដែលគេអាចពឹងពាក់បានជាមនុស្សម្នាក់ដែលចំហររឹងមាំដូចជាតសរឹងមាំមួយសម្រាប់មនុស្សជុំវិញខ្លួនចឹងហើយគេជឿជាក់លើអ្នកគ្នាច្រើនគេឥឡូវហ្នឹងអ្នកគ្នាមានសមត្ថភាពដែលធ្វើឲ្យគេដឹងថាយ៉ាអ្នកគ្នាពូកែអ្នកគ្នាល្អអីអញ្ចឹងជាពិសេសអ្នកទាំងអស់គ្នាក៏ជាមនុស្សម្នាក់ដែលមានទឹកចិត្តសប្បុរសជាមួយនឹងមនុស្សជុំវិញខ្លួននឹងខ្លាំងទោះបីជាមិនក៏ដោយក៏អ្នកគ្នានៅតែព្យាយាមធ្វើល្អទៅកាន់មនុស្សជុំវិញខ្លួនហើយអ្នកគ្នាឃើញថាខ្លួនឯងធ្វើល្អបែបហ្នឹងនឹងទទួលបានរឿងល្អច្រើនយ៉ាចង់និយាយថាថាពលអ្នកមើលរបស់ខ្ញុំជាមនុស្សម្នាក់ដែលវិជ្ជមានជាមនុស្សម្នាក់ដែលគិតរឿងអីល្អហើយគិតថាពិភពលោកនេះមានរឿងល្អសម្រាប់អ្នកគ្នារីករាយនឹងទទួលយករីករាយនឹងធ្វើយ៉ាល្អជាថាពលល្អមែនតើបាទអ្នកមើលរបស់ខ្ញុំចៃដន្យបានមកឃើញវីដេអូមួយនេះអ្នកនរគ្នាអាចជាវីដេអូអ្នកនរគ្នាព្រោះអីវាជាវីដេអូដែលបង្ហាញពីធម៌ពលល្អមែនតើគ្រាន់តែថាធម៌ពលអ្នកនរគ្នាពេលនេះអ្នកនរគ្នាកំពុងតែការពារអីមួយដែលជារបស់អ្នកនរគ្នាសូមបន្ថែមតិចមើលថាតើមានធម៌ពលអីសម្រាប់អ្នកនរគ្នាអ្នកទាំងអស់គ្នានឹងមានរឿងដែលផ្លាស់ប្ដូរមួយនៅថ្ងៃអនាគតគឺអ្នកមើលរបស់ខ្ញុំហ្នឹងគឺនឹងមានការផ្លាស់ប្ដូរអីមួយទៅថ្ងៃអនាគតគឺដំណើរអ្នកនរគ្នាទៅមុខហ្នឹងកម្រងអ្នកនរគ្នាដែលត្រូវទៅហ្នឹងគឺនឹងមានការផ្លាស់ប្ដូរខ្លាំងហើយវាមើលទៅជាការផ្លាស់ប្ដូរមួយដែលជាផ្លូវឲ្យអ្នកនរគ្នានឹងត្រូវទៅព្រោះអ្នកនរគ្នាអាចនឹងគិតថាអ្នកគ្នាទៅអត់រួចឬក៏អ្នកគ្នាយល់ថាកម្រងដាក់មកហើយប៉ុន្តែត្រូវទៅដើមប៉ុន្តែអ្នកគ្នាមើលអត់ឃើញពីពលឺដែលត្រូវដើរទេប៉ុន្តែសារនេះវាចេញមកថាធម្មពលអ្នកគ្នាគឺធ្វើបានអ្នកគ្នានឹងទទួលបានការផ្លាស់ប្ដូរដ៏ធំមួយនៅក្នុងជីវិតអ្នកនរគ្នាដោយសារអ្នកនរគ្នាតាំងចិត្តដើរចេញទៅជាមួយនឹងភាពជឿជាក់មកខ្លួនឯងអញ្ចឹងបើសិនជាអ្នកនរគ្នាឥឡូវមានអារម្មណ៍ថាភ័យខ្លាចឬក៏អ្នកនរគ្នាមានអារម្មណ៍ថាមិនអាចទៅរួចគឺសារមួយនេះវាបានបង្ហាញថាថាពលអ្នកនរគ្នានឹងអាចធ្វើបានហើយអ្វីដែលអ្នកនរគ្នាចង់ផ្លាស់ប្ដូរនោះគឺអាចផ្លាស់ប្ដូរបានcòn តែជាធម៌ពលមួយដែលបង្ហាញថាអ្នកនរគ្នាពេលនេះគឺអត់ទាន់ហ៊ានសម្រេចចិត្ត
អ្នកនេះអាចដឹងថាខ្លួនឯងមានសមត្ថភាពឬក៏អ្នកនេះអាចគិតថាយ៉ាជំនឿចិត្តរបស់អ្នកនេះវាត្រូវតែមានហើយប៉ុន្តែអ្នកនរគ្នាខ្លួនឯងគឺដូចជានៅពិចារណាប៉ុន្តែសារមួយនេះវាបញ្ជាក់ថាគម្រោងដែលអ្នកនរគ្នារៀបចំទៅហ្នឹងវានឹងបានផ្លាស់ប្ដូរជីវិតអ្នកនរគ្នាខ្លាំងបំផុតហើយអ្នកនរគ្នានឹងធ្វើបានបើអ្នកនរគ្នាមានភាពជឿជាក់ខ្លាំងទៅលើខ្លួនឯងមានជំនឿចិត្តតែខ្លួនឯងធ្វើបានគ្រឿងហ្នឹងគឺធ្វើបានយ៉ាបើអ្នកនរគ្នាឥឡូវហ្នឹងសង្ស័យថាទៅរួចអត់ធ្វើកើតអត់យ៉ាបើថាពួកអ្នកនរគ្នាបែបហ្នឹងចង់ប្រាប់ថាគម្រោងដែលអ្នកនរគ្នាធ្វើហ្នឹងគឺបានអ្នកនរគ្នាចង់ធ្វើចង់ទៅហ្នឹងគឺទៅរួចហើយវាមានការផ្លាស់ប្ដូរធំសម្រាប់ជីវិតអ្នកនរគ្នាយ៉ាអានេះផ្លាស់ប្ដូរអីខ្ញុំក៏អត់បរិយាយទៀតដែរប៉ុន្តែខ្ញុំមើលឃើញថានេះជាសារជាធម្មពលអ្នកនរគ្នាក្នុងវីដេអូហ្នឹងដោយសារសំណួររបស់យើងគឺសួរតាក់ទងនឹងម្នាក់មួយទៀតអញ្ចឹងខ្ញុំគិតថាគ្រាន់តែជាវីដេអូមួយដែលសួរពីបង្ហាញពីធម្មពលអ្នកនរគ្នាជាមុនសិនទេអញ្ចឹងបើសិនជាអ្នកនរគ្នាមើលឃើញថាយ៉ាអ្នកនរគ្នាកំពុងស្ថិតនៅស្ថានភាពអីអស់ទាំងអញ្ចឹងយើងបន្តទៅមើលគេទៀតតែបើសិនអ្នកនរថាអត់មានទេនិយាយមកអត់ត្រូវជាមួយអ្នកនរគ្នាកន្លែងហ្នឹងអូខេមានន័យថាវីដេអូហ្នឹងគឺមិនមែនរបស់អ្នកនរគ្នាទេអញ្ចឹងអ្នកនរគ្នាមិនបាច់មើលតពីម្នាក់ហ្នឹងទេយល់អូខេអញ្ចឹងបើសិនអ្នកគ្នាយល់ហើយយើងបន្តថាតើមនុស្សដែលអ្នកគ្នាកំពុងមើលនឹងមានធម៌ពលបែបណាតើមនុស្សដែលអ្នកមើលរបស់ខ្ញុំកំពុងចង់ដឹងហ្នឹងគេមានធម៌ពលបែបណាថាធម៌ពលមនុស្សដែលអ្នកគ្នាកំពុងមើលហ្នឹងជាមនុស្សបែបណាធម៌ពលរបស់មនុស្សម្នាក់ហ្នឹងបែបណាមើលឃើញថាធម៌ពលរបស់មនុស្សម្នាក់ហ្នឹងគឺឥឡូវហ្នឹងកំពុងតែល្អដូចគ្នាចង់និយាយថាធម៌ពលរបស់គេគឺមានការរីកចម្រើនទៅលើចំណេះដឹងទៅលើការស្វែងយល់ហើយគេក៏មើលទៅជាមនុស្សដែលកំពុងមានស្នេហាដែរយេតែមនុស្សម្នាក់ហ្នឹងមានភាពលាក់បាំងអត់ដឹងថាធម៌ពលមួយនេះគេលាក់បាំងជាមួយអ្នកទាំងអស់គ្នាឬក៏លាក់បាំងជាមួយនឹងមនុស្សម្នាក់ទៀតទេគាត់អត់ដឹងថាឥឡូវហ្នឹងមនុស្សដែលអ្នកគ្នាកំពុងមើលហ្នឹងជាមនុស្សដែលកំពុងមានស្នេហាកំពុងមានដៃគូ yes ហើយក៏ជាមនុស្សដែលឆ្លាតវៃហើយក៏ជាមនុស្សដែលពូកែដឹងការងារគ្រប់រឿងហើយស្វែងយល់ពីស្ថានភាពបានល្អតែមនុស្សម្នាក់ហ្នឹងក្នុងពេលនេះគេដូចមានរឿងដែលលាក់បាំងមួយយ៉ាងដែលគេអាចនឹងកុហកឬក៏គេអាចនឹងនិយាយមិនពិតចំពោះអាចនឹងចំពោះអ្នកទាំងអស់គ្នាឬក៏ចំពោះមនុស្សម្នាក់ទៀតប៉ុន្តែឥឡូវខ្ញុំសូមបរិយាយតិចតើមនុស្សម្នាក់ហ្នឹងកំពុងតែកុហកចំពោះអ្នកណាថាអំពើរបស់គេគឺគេកំពុងតែលាក់បាំងដូចវាមនុស្សមុខពីរគឺនៅមុខអ្នកអស់គ្នាផ្សេងនៅមុខគេផ្សេងប៉ុន្តែឥឡូវហ្នឹងដូចម្នាក់ហ្នឹងកំពុងតែមានក្តីស្រឡាញ់មួយដ៏ស្រស់ស្អាតសម្រាប់ជីវិតគេឥឡូវសូមមើលតិចមើលតាមម្នាក់ហ្នឹងគេមានធម៌ពលកុហកអ្នកជាមួយអ្នកណាអាចនិយាយបានថាជាមួយនឹងមនុស្សម្នាក់ទៀតដែលជាដៃគូរបស់គេជាមនុស្សដែលជាមនុស្សម្នាក់ទៀតដែលកុហកសូមបញ្ជាក់ពីស្រុកទៀតដើម្បីចង់ដឹងឲ្យច្បាស់ថាតើមនុស្សគេម្នាក់ហ្នឹងមានធម៌ពលកំពុងតែបិទបាំងឬក៏កំពុងតែលាក់លៀមជាមួយនឹងអ្នកណាថាអំពើមនុស្សម្នាក់ហ្នឹងទៅវាអាចនិយាយបានថាឥឡូវហ្នឹងគឺមនុស្សម្នាក់ហ្នឹងគឺល្អជាមួយអ្នកទាំងអស់គ្នាប៉ុន្តែម្នាក់ហ្នឹងមានរឿងលាក់បាំងហើយគេក៏មើលទៅដូចជាមនុស្សមុខពីរ
ជាមួយអ្នកទាំងអស់គ្នាអាចនិយាយបានថាគេស្មោះត្រង់ដោយសារតែគេទើបតែចាប់ផ្ដើមមានទំនាក់ទំនងជាមួយអ្នកទាំងអស់គ្នាហើយមនុស្សម្នាក់ហ្នឹងអាចនឹងមានគម្រោងចាប់ដៃគូមួយអ្នកទាំងអស់គ្នាទៅថ្ងៃមុខទៅថ្ងៃអនាគតយ៉ាគឺគេមានគោលដៅជាមួយអ្នកទាំងអស់គ្នាទៅថ្ងៃអនាគតដោយសារឥឡូវហ្នឹងម្នាក់ហ្នឹងចាប់ផ្ដើមជាមួយអ្នកទាំងអស់គ្នាហើយមានអារម្មណ៍ថាគេអាចនឹងមានថាមពលមួយថាមានស្នេហាឬក៏គេនឹងមានថាមពលមួយដែលគេអាចនឹងស្រឡាញ់អ្នកទាំងអស់គ្នាហើយនឹងចង់ចាប់ផ្ដើមមួយអ្នកទាំងអស់គ្នាច្រើនមែនទែនសម្រាប់មនុស្សម្នាក់ហ្នឹងប៉ុន្តែនៅក្នុងហ្នឹងគឺគេមានថាមពលមួយដែលអត់ស្មោះត្រង់គេអាចនឹងកំពុងកុហកមនុស្សម្នាក់ទៀតយ៉ាដែលមនុស្សម្នាក់ទៀតហ្នឹងគឺអាចនឹងជាអ្នកចាស់របស់គេជាដៃគូចាស់របស់គេជាមនុស្សដែលគេធ្លាប់ស្រឡាញ់ពីមុនឬក៏គេធ្លាប់មានទំនាក់ទំនងពីមុនណាហើយម្នាក់ហ្នឹងអាចនឹងដើរចេញពីជីវិតមនុស្សម្នាក់ហ្នឹងដើរចេញពីជីវិតម្នាក់គឺមនុស្សអ្នកនរគ្នាកំពុងមើលហ្នឹងគឺគេបានចាក់ចេញពីម្នាក់ទៀតហើយមកជួបមួយអ្នកទាំងអស់គ្នាគេចាប់អារម្មណ៍អ្នកទាំងអស់គ្នាគេចាប់ដើមមួយអ្នកគ្នាចង់និយាយថាស្ថានភាពធម៌ពលឥឡូវហ្នឹងគឺមានន័យថាមនុស្សម្នាក់ហ្នឹងគឺកំពុងមានទំនាក់ទំនងជាមួយនឹងអ្នកមើលរបស់ខ្ញុំណាជាមួយម្ចាស់វីដេអូនេះអញ្ចឹងបងប្អូនគ្នាកំពុងមានទំនាក់ទំនងជាមួយនឹងអ្នកណាម្នាក់ដែលអ្នកគ្នាមានអារម្មណ៍ថាពេញចិត្តគេខ្លាំងស្រឡាញ់គេឬក៏គេជាមនុស្សល្អមែនហ្នឹងអ្នកគ្នាជួបគេណាប៉ុន្តែចង់មានន័យថាមនុស្សម្នាក់ហ្នឹងគឺគេមានអតីតកាលរបស់គេដែរហើយគេក៏បានដើរចេញពីអតីតកាលហ្នឹងមកគេបានអាចនឹងធ្វើកំហុសចំពោះអតីតកាលហ្នឹងខ្លះអាចនឹងមានន័យថាជួនកាលគេអាចនឹងមិនមានកំហុសអីច្រើនទេគ្រាន់តែថាគេបែកបាក់ពីអតីតកាលរបស់គេប៉ុន្តែគេអត់ប្រាប់ឲ្យអ្នកនរគ្នាដឹងថាគេមានអតីតកាលមានមនុស្សម្នាក់ដែលធ្លាប់មានតាក់ទងជាមួយអញ្ចឹងទៅហើយមើលទៅគឺឃើញថាម្នាក់ហ្នឹងអាចនឹងដើរចេញពីហាងនោះមកគាត់ថាវាអត់ទាន់ដាច់ស្រឡះវាអត់ទាន់ដាច់ផឹងមកថាលែងមានតំណែងអីហ្មងព្រោះអីមើលទៅវានៅមានការអាឡោះអាល័យឬក៏មានអីដែលត្រូវនៅតាក់ទងគ្នាខ្លះមិនអាឡោះអាល័យចិត្តអីទេបើមើលទៅម្នាក់ហ្នឹងអាចនឹងស្រឡាញ់អ្នកនរគ្នាខ្លាំងប៉ុន្តែអត់ទាន់ផ្ដាច់តំណែងជាមួយគេនោះ 100% ទេគ្រាន់តែថាគឺគេម្នាក់មើលម្នាក់ហ្នឹងគឺគេនឹងលែងមានតំណែងអីច្រើនហើយគេគ្រាន់តែនិយាយចង់ថាมันមានភាពស្មោះត្រង់អីជាមួយនឹងម្នាក់នោះទៀតទេគឺគេចាប់ផ្ដើមមកស្មោះត្រង់មួយអ្នកទាំងអស់គ្នាបែបហ្នឹងប៉ុន្តែអ្នកនរគ្នាដឹងថាគេមានអតីតកាលអត់អានេះមើលទៅខ្ញុំក៏អត់ច្បាស់ដែរប៉ុន្តែគាត់ថាបើសិនអ្នកនរគ្នាដឹងក៏អូខេតែបើអ្នកនរគ្នាអត់ដឹងទេក៏តាមហ្នឹងប៉ុន្តែសូមអ្នកនរគ្នាគិតឲ្យច្បាស់ហើយកុំឲ្យថាតិចមានកំពុងតែមានតំណែងជាមួយគ្នាដល់ពេលមើលថារោថាអូម្នាក់ហ្នឹងធ្លាប់មានអ្នកនេះអ្នកនោះអញ្ចឹងអ្នកនរគ្នាមានបញ្ហាជាមួយគ្នាកុំឲ្យសោះពួកអីវាជាវីដេអូមួយសម្រាប់នរណាម្នាក់វាអត់ប្រកាសថាត្រូវមួយអ្នកនេះ 100% ទោះបីឥឡូវអ្នកនេះកំពុងមានតំណែងគ្នាជាមួយអ្នកនេះអ្នកនោះក៏ដោយប៉ុន្តែហើយបើគេមានអ្នកចាស់ពិតមែនអូខេហ្នឹងអ្នកនេះអាចគិតថាប្រហាក់ប្រហែលតែមិនប្រកាសថា 100% ព្រោះអីជួនកាលបើសិនអ្នកដឹងគេមានអ្នកចាស់អត់ណាដល់ពេលអ្នកគ្នាមកមើលថារោឃើញថាមានអ្នកចាស់អ្នកគ្នាជឿ 100% អាហ្នឹងសាកសួរគេបើសិនជាមានពិតមែនក៏អូខេតែបើសិនជាគេអត់មានអ្នកណាផងហើយមើលថារោឃើញបែបនេះទៅអ្នកគ្នាអត់សុខចិត្តអានេះសូមបញ្ជាក់កុំធ្វើឲ្យខ្លួនឯងអត់សុខចិត្តបែបហ្នឹងគ្រាន់តែថាខ្ញុំសង្ឃឹមថារោនេះនឹងត្រូវចំពោះមនុស្សដែលបែបហ្នឹងពិតមែនណាចង់និយាយថាឥឡូវនេះថាពុតមនុស្សម្នាក់ហ្នឹងគឺបែបហ្នឹងហើយតំណែងរបស់គេគឺបែបហ្នឹងជាមួយអ្នកគ្នាឥឡូវយើងមកបន្តមើលថាតើមនុស្សម្នាក់ហ្នឹងគេគិតមិនឥឡូវហ្នឹងមនុស្សម្នាក់ហ្នឹងគេគិតមិននៅម្នាក់ហ្នឹងគេគិតមិនតែម្នាក់ហ្នឹងគេគិតមិនចំពោះអ្នកទាំងអស់គ្នាអូ my god គេគិតថាបើសិនជាគេមានសំណាងគេចង់មានអំណងប្រាថ្នាដ៏ធំរបស់គេគឺគេចង់មានឱកាសជាដៃគូរបស់អ្នកទាំងអស់គ្នានិយាយទៅគឺម្នាក់ហ្នឹងគឺគេមានចិត្តជាមួយអ្នកនរគ្នាខ្លាំងចឹងថាគេគិតមិនគឺគេស្រឡាញ់អ្នកនរគ្នាខ្លាំងយ៉ាស្រឡាញ់ហើយក៏មានគោលបំណងចង់បន្តជាមួយអ្នកគ្នានឹងវែងឆ្ងាយចង់ឲ្យមានជីវិតគូមួយគ្នានឹងបានយូរគេ
គេមានបំណងល្អមួយអ្នកគ្នាច្រើនហើយគេក៏ស្រឡាញ់ចង់គ្រប់គ្រងចង់ឲ្យតម្លៃអ្នកទាំងអស់គ្នាចាប់ទៅម្នាក់ហ្នឹងគេគិត 100% ថាអ្នកនរគ្នាជាគូជីវិតរបស់គេពិតប្រាកដល្អទោះបីជាម្នាក់ហ្នឹងគេធ្លាប់មានអតីតកាលបែបណាក៏ដោយប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះអារម្មណ៍របស់គេគឺគេគិតអ្នកទាំងអស់គ្នាច្រើនសឹងថាវាដូចជាជីវិតថ្មីរបស់គេចឹងណាសម្រាប់នោះម្នាក់ហ្នឹងអូខេសួរថាតើម្នាក់ហ្នឹងគេនឹកដល់អ្នកទាំងអស់គ្នាទេឬក៏សួរពាក្យថាចាតែមនុស្សម្នាក់ហ្នឹងគេមានអារម្មណ៍បែបណាមិញគេគិតថាគេនៅតែស្រឡាញ់អ្នកនរគ្នាចឹងគេអត់ផ្លាស់ប្ដូរទេប៉ុន្តែសួរថាឥឡូវអារម្មណ៍គេហ្នឹងបែបណាសូមបញ្ជាក់ពីអារម្មណ៍របស់គេទៀតណាមនុស្សម្នាក់ហ្នឹងមានអារម្មណ៍ដូចធៀងពិបាកតិចបាក់ចិត្តតិចដោយសារតែឥឡូវហ្នឹងគេហាក់ដូចជាមានអារម្មណ៍ថាដូចនៅម្នាក់ឯងដូចឯកោដោយសារតែអ្នកទាំងអស់គ្នាអាចនឹងមិនទាន់អូខេជាមួយគេ 100% អ្នកគ្នាអត់ទៅស្រឡាញ់គេអត់មានចំណាប់អារម្មណ៍មួយគេឬក៏មិនទៅធ្វើឲ្យម្នាក់ហ្នឹងមានអារម្មណ៍ថាដូចគេឯកោដូចគេខ្លាចបាត់បង់អ្នកនរគ្នាឬក៏គេខ្លាចថាគេជ្រើសរើសខុសឬក៏ជំរើសមួយហ្នឹងវាអត់វាមិនមែនជាជំរើសដ៏ល្អសម្រាប់គេអញ្ចឹងណាក្នុងពេលឥឡូវហ្នឹងម្នាក់ហ្នឹងហាក់ដូចជាគិតទាំងដែលគេអាចនឹងនិយាយជាមួយអ្នកនរគ្នាអាចប្រាប់អ្នកទាំងអស់គ្នាបានគ្រប់រឿងប៉ុន្តែគេអត់ធ្វើទេគេសុខចិត្តនៅស្ងៀមគេអត់និយាយទេហើយគេរៀងគិតបែបក្មេងបន្តិចចំពោះតំណែងស្នេហាចំពោះតំណែងគូចំពោះអ្នកទាំងអស់គ្នាម្នាក់ហ្នឹងដូចកូនក្មេងចឹងដូចរបៀបថាពេលខ្លះរៀងងាកងាក់ពេលខ្លះដូចរៀងខឹងអ្នកទាំងអស់គ្នាលឿនឬក៏និយាយអីតិចតួចប៉ះពាល់អត់បានអីចឹងណាពេញចិត្តអ្នកទាំងអស់គ្នាប៉ុន្តែគេអត់ចូលចិត្តទេដល់ឲ្យអ្នកទាំងអស់គ្នានិយាយទៅគឺធ្វើឲ្យគេអន់ចិត្តហើយម្នាក់ហ្នឹងហាក់ដូចជាមានជំរើសឲ្យខ្លួនឯងប៉ុន្តែគេអត់ជ្រើសទៅណាទៀតទេគេសម្រេចចិត្តជ្រើសរើសអ្នកទាំងអស់គ្នាគេសម្រេចចិត្តជ្រើសរើសអ្នកទាំងអស់គ្នាគេមានជំរើសច្រើនប៉ុន្តែគេបានរើសយកអ្នកទាំងអស់គ្នាហើយអញ្ចឹងហើយគេអត់សម្រេចចិត្តទៅណាទៀតគឺរបៀបថាលេងចង់គិតរឿងអីទៀតហើយគឺចង់នៅតែត្រឹមហ្នឹងហើយរៀងអារម្មណ៍មួយដែលកូនក្មេងតិចណាបែបរៀងអត់សូវចេះគិតចាស់ទុំអីទេបើអ្នកគ្នានិយាយតាមស្រួលគេខឹងគេអត់ចិត្តអីចឹងណាមកឥឡូវសុំមើលតិចណាអ្នកហ្នឹងគេនឹកដល់អ្នកនរគ្នាទេឥឡូវហ្នឹងថាគេនឹកដល់អ្នកមើលរបស់ខ្ញុំទេឥឡូវហ្នឹងថាគេនឹកដល់អ្នកមើលរបស់ខ្ញុំទេឥឡូវហ្នឹងគេមានជំនឿចិត្តថាអ្នកទាំងអស់គ្នាក៏គិតដល់គេដែរអញ្ចឹងហើយរាល់ពេលគេនឹកដល់អ្នកនរគ្នាគឺគេរីករាយចំណេញចាំមកសួរថាគេនឹកដល់អ្នកនរគ្នាទៅ 100% គឺម្នាក់ហ្នឹងនឹកអ្នកនរគ្នាខ្លាំងហើយក៏មានជំនឿចិត្ត 100% ថាអ្នកនរគ្នាហ្នឹងក៏នឹកគេដែរគេគិតចឹងជឿជាក់លើខ្លួនឯងបើនិយាយពីការនឹករលឹកគឺអ្នកហ្នឹងគឺគេតែងតែញញឹមតែងតែរីករាយពេលដែរនឹកឃើញដល់អ្នកទាំងអស់គ្នាអញ្ចឹងទៅវាជាសារមួយដែលល្អខ្ញុំចង់និយាយថាសារហ្នឹងគឺល្អសម្រាប់អ្នកនរគ្នាមែនទែនការដែលមើលពីមនុស្សម្នាក់ហ្នឹងពេលខ្លះអាចមើលឃើញពីចំណុចមួយចំនួនដែលមិនល្អរបស់គេមែនប៉ុន្តែឥឡូវហ្នឹងគឺម្នាក់ហ្នឹងល្អមកឥឡូវខ្ញុំនឹងបន្តមួយទៀតដោយសារតែយើងមើលឃើញថាម្នាក់ហ្នឹងមានអ្នកចាស់អញ្ចឹងខ្ញុំចង់ដឹងថាសារនេះអញ្ចឹងបើអ្នកនរគ្នាត្រូវមួយរឿងហ្នឹងយើងបន្តទៀតណាតែបើអ្នកនរគ្នាថាអត់ត្រូវទេក៏ចប់ត្រឹមហ្នឹងចង់មើលថាតើតំណែងរវាងគេនិងម្នាក់ចាស់ម្នាក់ហ្នឹងបែបណាតើតំណែងរវាងគេនិងអ្នកចាស់ម្នាក់ហ្នឹងបែបណាពេលនេះបែបណាអូតំណែងរវាងគេនិងអ្នកចាស់ម្នាក់ហ្នឹងបែបណាខ្ញុំយល់ថាហេតុអីបើអ្នកទាំងអស់គ្នារៀងអត់សូវហ៊ានបើកចិត្តជាមួយនឹងមនុស្សម្នាក់ហ្នឹងអ្នកនរគ្នាមើលឃើញថាមនុស្សម្នាក់ហ្នឹងចាប់អារម្មណ៍អ្នកនរគ្នាខ្លាំងមែនតើប៉ុន្តែអ្នកនរគ្នាអត់បើកចិត្តជាមួយគេទេដោយសារតំណែងរវាងមនុស្សម្នាក់ហ្នឹងនិងម្នាក់ទៀតនោះគេមិនមែនត្រឹមតែជាមនុស្សស្គាល់គ្នាអាចជាប្តីប្រពន្ធនឹងគ្នាហើយអាចជាប្តីប្រពន្ធនឹងគ្នាហើយជាទូទៅគឺម្នាក់ហ្នឹងម្នាក់មួយនោះតែងតែផ្ញើសារមកគេតែម្នាក់ហ្នឹងគឺគេអត់ដែលចាប់អារម្មណ៍នេះអត់ដែលខ្វល់អត់ដែលមើលសាររបស់ម្នាក់ស្រីហ្នឹងនេះឥឡូវយើងមក
giống vậy tha cáiមានតំណែងមួយគ្នាខ្លាំងណាគេជាគូមួយគ្នាដែលខ្លាំងហ្មងឥឡូវហ្នឹងម្នាក់ហ្នឹងគឺគេចាប់អារម្មណ៍អ្នកទាំងអស់គ្នាក៏ពិតមែនប៉ុន្តែនៅមានតំណែងជាមួយនឹងអ្នកចាស់តំណែងអ្នកចាស់ហ្នឹងគឺនឹងមានការផ្ញើសារតាក់ទងមកជាមួយពីម្នាក់ស្រីហ្នឹងរហូតម៉ែម្នាក់ស្រីឬក៏ប្រុសហ្នឹងខ្ញុំអត់ដឹងអ្នកនរអស់គ្នាស្រីឬក៏ប្រុសទេប៉ុន្តែសារនោះវាឃើញរូបមនុស្សស្រីចឹងខ្ញុំក៏និយាយថាជាស្រីប៉ុន្តែមិនមែនបើអ្នកនរអស់គ្នាជាអីអាហ្នឹងមើលតាមហ្នឹងព្រោះអីវាមិនកំណត់ភេទទេចង់និយាយចឹងគឺគ្រាន់ចង់និយាយថាមានម្ខាងទៀតហ្នឹងគឺតែងតែព្យាយាមតាក់ទងមកតែខាងនេះអត់មើលទេចង់និយាយចឹងគឺគេអត់មើលសារឬក៏គេអត់ឆ្លើយតបត្រឡប់ទៅវិញទេប៉ុន្តែតំណែងគេទាំងពីរហ្នឹងនៅតែជាតំណែងគូនៅឡើយមានន័យថាបើសិនជាប្តីប្រពន្ធនឹងគ្នាគេអត់ទាន់លែងដែរចង់និយាយចេះអាហ្នឹងខ្ញុំនិយាយទៅវារៀងធ្ងន់ពេកឬក៏វាមកឯងនិយាយមកផាំងពេកវាកក់ស្ដាប់អីចឹងណាអូខេខ្ញុំអត់ដឹងថាត្រូវនិយាយបែបណាព្រោះអីវាមើលទៅវាឃើញបែបហ្នឹងប៉ុន្តែទោះថាឲ្យម្នាក់ហ្នឹងគេមានចិត្តបន្តជាមួយនឹងម្នាក់នេះទៀតទេគឺមើលទៅគេដូចដើរចេញងាកចេញអញ្ចឹងនិយាយថាអាចនឹងមិនបន្តជាមួយគ្នាគ្រាន់តែថាម្នាក់នេះនៅតែតាក់ទងមកអញ្ចឹងតាក់ទងមករយអញ្ចឹងទៅហើយឥឡូវបន្តទៀតថាតំណែងនោះបែបណាគេតាមតំណែងរវាងអ្នកចាស់របស់គេនោះបែបណាគឺជាអ្នកចាស់នឹងឯងតំណែងរបស់គេនឹងអ្នកចាស់នឹងបែបណាគឺចង់និយាយថាម្នាក់ហ្នឹងគឺជាអតីតកាលរបស់គេគឺជាមនុស្សដែលធ្លាប់ស្រឡាញ់គ្នាពីមុនធ្លាប់មានតំណែងជាមួយគ្នាពីមុនធ្លាប់យកចិត្តទុកដាក់មួយគ្នាពីមុនយ៉ាប៉ុន្តែឥឡូវហ្នឹងគឺអ្នកមនុស្សដែលអ្នកនេះកំពុងមើលហ្នឹងគឺគេបានដើរចេញពីតំណែងហ្នឹងហើយគេគិតថាវាគួរតែដល់ពេលវាអាចនឹងចាប់គ្នាឯងព្រោះអីអាតំណែងហ្នឹងវាលែងមានក្តីស្រឡាញ់ដូចមុនហើយពីមុនស្រឡាញ់យកចិត្តទុកដាក់ធ្លាប់ស្រឡាញ់អីក៏ពិតមែនតែឥឡូវអត់មានទេគឺគេបានដើរចេញពីតំណែងមួយហ្នឹងតែម្នាក់មួយទៀតហ្នឹងដូចជាមិនទាន់ចង់ចាកចេញពីម្នាក់ហ្នឹងទេគឺគេនៅតែគិតថាមនុស្សដែលអ្នកគ្នាមើលហ្នឹងនៅតែស្រឡាញ់គេនៅតែឲ្យតម្លៃគេនៅតែយកចិត្តទុកដាក់មួយគេអីអញ្ចឹងណាគឺម្នាក់ទៀតហ្នឹងគឺគេគិតចឹងគេគិតថាមនុស្សដែលអ្នកគ្នាកំពុងមើលហ្នឹងនៅតែមានចិត្តមួយគេដោយសារអីហេតុអីបានគេគិតចឹងដោយសារតែមនុស្សដែលអ្នកគ្នាកំពុងតែមើលគេកំពុងតែមើលហ្នឹងមនុស្សម្នាក់ហ្នឹងគឺជាមនុស្សចិត្តល្អជាមនុស្សដែលមានចិត្តអត់ដាច់នៅតែផ្ដល់ឲ្យនៅតំណែងនៅតែនិយាយជាមួយនៅតែវាអត់ដាច់ស្រឡះចង់និយាយថានៅតែមានអីដែលនិយាយគ្នាអញ្ចឹងណាហើយដល់ចឹងទៅវាធ្វើឲ្យម្នាក់ទៀតនឹងអត់អស់ចិត្តទេនៅគិតថាគេនៅតែស្រឡាញ់ខ្លួនឯងអញ្ចឹងទៅហើយទាំងដែលមនុស្សដែលអ្នកកំពុងមើលនឹងលែងចង់នៅក្នុងតំណែងហ្នឹងហើយចង់ដើរចេញមកប៉ុន្តែចិត្តអត់ដាច់ចិត្តអត់ដាច់ជាមួយគ្នាមកសួរទៀតមកថាពេលណាមិនគេដាច់ឆ្លាស់ឬក៏មិនតែចង់ថាគេទាំងពីរហ្នឹងអាចត្រឡប់ទៅរកគ្នាវិញឬក៏គេអាចនឹងដាច់ឆ្លាស់ជាមួយគ្នាមកសូមបន្ថែមតិចមកតើគេទៅរកគ្នាវិញឬគេដាច់ឆ្លាស់ជាមួយគ្នាតើអាចទៅរកគ្នាវិញឬក៏ដាច់ឆ្លាស់ជាមួយគ្នាអាចនឹងដាច់ឆ្លាស់ជាមួយគ្នាបើសិនជាអ្នកទាំងអស់គ្នាចូលមកក្នុងជីវិតរបស់មនុស្សម្នាក់ហ្នឹងបើសិនជាអ្នកនរគ្នាចូលមកក្នុងជីវិតមនុស្សម្នាក់ហ្នឹងអាចនឹងដាច់ឆ្លាស់ជាមួយគ្នាគ្រាន់តែមនុស្សម្នាក់ទៀតហ្នឹងគឺអាចនឹងត្រូវដើរតែផ្លូវមួយតែឯងឬក៏ត្រូវចាក់ចេញទៅតែឯងវាជាតំណែងដែលបង្ហាញឲ្យឃើញថាតើតែមានការរៀបគម្រោងឲ្យច្បាស់លាស់ទៅគឺមនុស្សម្នាក់ហ្នឹងអាចនឹងមានរៀបគម្រោងដើរចេញមកទុកឲ្យម្នាក់មួយនោះនៅម្នាក់ឯងឬក៏ឲ្យគេដឹងពីអារម្មណ៍ឯកោមួយដែលថាលែងមានមនុស្សម្នាក់ហ្នឹងទៀតហើយទៅ
អ្នកទៅបើមនុស្សម្នាក់ហ្នឹងអាចដើរចេញពីជីវិតគេបានដោយរលូនដោយរីករាយព្រោះអីមើលឃើញថាបើនៅតែខ្វល់ខ្វាយនៅតែតាមតែជួយមើលថែឬក៏របៀបថានៅតែចិត្តល្អជាមួយអញ្ចឹងចិត្តម្នាក់នោះអត់ដាច់ទេនៅតែគិតថាមានអ្នកមួយមនុស្សដែលអ្នកគ្នានៅមើលនឹងនៅមានចិត្តមួយគេអញ្ចឹងណាគេនៅតែល្អមួយគ្នាអញ្ចឹងណាតែការពិតមនុស្សដែលអ្នកគ្នាមើលនឹងអត់មានចិត្តអីទៀតទេលែងមានអារម្មណ៍អីជាមួយគេប៉ុន្តែនៅអាណិតនៅមានអារម្មណ៍ថាដូចចិត្តយើងរបៀបចិត្តនៅតែជួយគេចិត្តនៅតែល្អមួយគេអញ្ចឹងណាអញ្ចឹងធ្វើឲ្យគេយល់ច្រឡំប៉ុន្តែសួរថាតើគេអាចដាច់គ្នាអត់អាចត្រឡប់ឬក៏ត្រឡប់ទៅរកគ្នាវិញបើនិយាយត្រឡប់ទៅរកគ្នាវិញគឺអត់មានទេព្រោះអីកម្រងទៅថ្ងៃមុខគឺអ្នកនរគ្នាគឺមានកម្រងក្នុងការដើរចាញ់ទៅហើយអត់មែនអ្នកនរគ្នាគឺមនុស្សម្នាក់ហ្នឹងមានកម្រងក្នុងការដើរទៅអញ្ចឹងវាអាចនឹងតិចទៀតមនុស្សម្នាក់មួយទៀតហ្នឹងអាចនឹងនឹងមានអារម្មណ៍ថាត្រូវបាត់បង់ត្រូវឯកោហើយប៉ុន្តែនៅពេលដែលគេឆ្លងផុតអារម្មណ៍មួយហ្នឹងគេនឹងបានប្រសាហើយអ្នកទាំងអស់គ្នាបើចង់ដឹងថាគេនឹងធ្វើបានអត់ព្រោះតែអ្នកនរគ្នាចូលមកក្នុងជីវិតមនុស្សម្នាក់ហ្នឹងអ្នកគ្នាចូលមកក្នុងជីវិតម្នាក់ហ្នឹងអាចជាពន្លឺដ៏ទូចមួយឲ្យមនុស្សម្នាក់ហ្នឹងព្យាយាមដើរចេញមករកអ្នកទាំងអស់គ្នាទើបម្នាក់ហ្នឹងចិត្តដាច់តែបើសិនជាអ្នកគ្នាអត់ចូលមកទេចិត្តអត់ដាច់ទេគឺនៅតែអញ្ចឹងប៉ុន្តែម្នាក់ហ្នឹងអាចនឹងចិត្តដាច់នៅថ្ងៃណាមួយដែលគេស្រឡាញ់អ្នកគ្នាខ្លាំងទៅគឺអាចធ្វើបាននេះហើយអាចត្រូវការមនុស្សជួយនិយាយជួយណែនាំទៀតជួយប្រាប់បើមិនអញ្ចឹងទេគឺគេទៅរួចទេអូវារៀងពិបាកឲ្យស្ទាក់ស្ទើរច្រើនចំពោះមនុស្សដែលអ្នកគ្នាកំពុងមើលហ្នឹងចឹងអ្នកគ្នាសួរថាគេអាចនឹងត្រឡប់មករកអ្នកគ្នាគេអាចមករកអ្នកគ្នាលឿនឬក៏អីមិនអត់វាអាចនឹងយូរហើយវាអាចនឹងមានការស្ទាក់ស្ទើរច្រើនបើអ្នកគ្នារងចាំគេហើយអ្នកគ្នាបខំឲ្យគេមកឲ្យលឿនគឺអត់បានដូចចិត្តទេអាចនឹងមិនសុខចិត្តសម្រាប់អ្នកគ្នាមិនមែនថាមើលសារនឹងហើយគឺឲ្យអ្នកគ្នាព្យាយាមដើម្បីឲ្យគេបែកបាក់ឬក៏មិនខ្ញុំក៏អត់ដឹងថាតំណែងហ្នឹងវាប៉ុណ្ណានេះប៉ុន្តែគាត់មើលឃើញថាមនុស្សម្នាក់ដែលអ្នកគ្នាកំពុងមើលនោះវាលែងមានចិត្តអីចំពោះអ្នកចាស់ហ្នឹងហើយគាត់អញ្ចឹងមើលឃើញតែប៉ុណ្ណឹងប៉ុន្តែបើអ្នកគ្នាអូខេអ្នកគ្នាក៏ចង់ជឿថាចង់មានការផ្លាស់ប្ដូរជាមួយគ្នាក៏ព្យាយាមតែបើសិនអ្នកគ្នាគិតថាវាអត់សមវាអត់ល្អអ្នកគ្នាអាចធ្វើបានអានេះក៏តាមចិត្តអ្នកគ្នាព្រោះអីខ្ញុំក៏អត់ដឹងថាគួរឲ្យយោបល់បែបណាមកឥឡូវសុំមើលថាតើមនុស្សម្នាក់ហ្នឹងមានអីចង់និយាយទៅកាន់អ្នកមើលរបស់ខ្ញុំតែមនុស្សម្នាក់ហ្នឹងមានអីទៅចង់និយាយទៅកាន់អ្នកទាំងអស់គ្នាទៅកាន់អ្នកមើលរបស់ខ្ញុំម្ចាស់វីដេអូនេះ Yes I wonder if you are happy without me គេចង់និយាយថាគេឆ្ងល់បើសិនបើអត់មានគេតែអ្នកនរគ្នាសប្បាយអត់អ្នកគ្នារីករាយអត់អញ្ចឹងសូបង្ហាញឲ្យឃើញថាតាមពិតទៅអ្នកគ្នាឥឡូវហ្នឹងគឺអត់ទាន់សម្រេចចិត្តថាតាក់ទងមួយម្នាក់ហ្នឹងឬមិនតាក់ទងឬក៏ស្រឡាញ់អ្នកហ្នឹងឬក៏មិនស្រឡាញ់អ្នកគ្នាកំពុងតែពិបាកក្នុងការគិតមើលថាម្នាក់ហ្នឹងជាមនុស្សបែបណាម្នាក់ហ្នឹងគិតមិនព្រោះអ្នកគ្នាអាចនឹងដឹងពីប្រវត្តិរបស់គេហើយអ្នកគ្នាអាចនឹងដឹងថាមនុស្សម្នាក់ហ្នឹងមានអតីតកាលហើយអ្នកគ្នាខ្លួនឯងកំពុងតែអត់ចង់ឲ្យខ្លួនឯងចូលមកក្នុងគណតំណងរបស់គេហ្នឹងអូខេខ្ញុំយល់ញ៉េខ្ញុំយល់ប៉ុន្តែអានេះគ្រាន់តែជាថារ៉ូទេអ្នកគ្នាមើលគិតមើលតាមខ្លួនឯងគឺអត់ឲ្យអ្នកគ្នាត្រូវបខំចិត្តអីមកធ្វើអីឲ្យសុបាយចិត្តទេគឺមើលតាមហ្នឹងអញ្ចឹងគេមានអីចង់និយាយទៅកាន់អ្នកគ្នាគឺចង់និយាយថាគេឆ្ងល់បើសិនបើអត់មានគេតើអ្នកគ្នាសុបាយចិត្តអត់យេសុំបន្ថែមទៀតណាថាគេមានអីចង់និយាយទៅកាន់អ្នកមើលរបស់ខ្ញុំ I feel you even through we are apart Yes គឺគេចង់និយាយថាគេដឹងពីអារម្មណ៍អ្នកទាំងអស់គ្នាគឺគេអារម្មណ៍របស់គេដឹងថាគេយល់ពីអ្នកទាំងអស់គ្នាទោះបីជាគេនឹងគឺមិនមែនជាផ្នែកជាមិនមែនជាគូមួយអ្នកគ្នាជាមនុស្សសិក្សាមិនក៏ដោយតែម្នាក់ហ្នឹងគេមានអារម្មណ៍ថាគេអាចយល់ពីអារម្មណ៍អ្នកទាំងអស់គ្នាពេលនេះចង់និយាយចឹងគឺបើអារម្មណ៍អ្នកគ្នាមានអារម្មណ៍ថាអ្នកគ្នាអត់ចង់មានតំណែងអត់ចង់ខ្វល់ខ្វាយមួយគេប៉ុន្តែគេដឹងថាអារម្មណ៍អ្នកគ្នាបែបណាចំពោះគេអូខេ
ơi xong bay ta càng vậy vô biển ha cái xoay vô nào không chán so many things remind me of you yeah so many things remind me of you មាននិយាយច្រើនដែរបានរំលឹកគេពីអ្នកទាំងអស់គ្នាវាធ្វើឲ្យគេនឹកអ្នកទាំងអស់គ្នាហ្នឹងចឹងបើសិនជាអ្នកគ្នាអត់អូខេប៉ុន្តែគេនឹកអ្នកអស់គ្នាច្រើនអូខេខាងទៅទៀតគេចង់និយាយទៀត You don't know how hard it was to let you go ចេះចង់និយាយថាអ្នកគ្នាអត់ដឹងទេថាវាពិបាកប៉ុណ្ណាដែលអនុញ្ញាតឲ្យអ្នកគ្នាចេញពីជីវិតគេចេញពីគេអញ្ចឹងណាវាពិបាកសម្រាប់គេណាវាត្រូវមនុស្សម្នាក់ហ្នឹងអាចនឹងមានចិត្តមួយអ្នកគ្នាខ្លះមែនទែនគាត់ថាផលវិបាករបស់គេគឺច្រើនសម្រាប់អ្នកទាំងអស់គ្នាគឺអ្នកគ្នាពិបាកទទួលយកគឺវាត្រឹមត្រូវដូចគ្នាយ៉ា I wish I could take back my word មានន័យថាគេសង្ឃឹមថាគេអាចនឹងយកអាពាក្យសម្ដីដែលគេនិយាយឈ្មោះនឹងត្រឡប់ទៅវិញចឹងគេឲ្យនឹងអ្នកនរគ្នាអាចនឹងមានអីដែលនិយាយគ្នាយ៉ាងងក់ឬក៏របៀបថានិយាយអីទៅវាមកកំហឹងមកអត់សុបាយចិត្តអីចឹងណាមានអារម្មណ៍ថាគេដេកស្ដាយក្រោយដែលគេបាននិយាយអីហេតុជ្រុលអីចឹងទៅអូខេគេថាអ្នកទាំងអស់គ្នាតែងតែនិយាយមកកាន់គេតាមរយៈបទចម្រៀងយ៉ាគឺគេច្រើនអ្នកគ្នាយកបទចម្រៀងមកបកស្រាយឲ្យគ្នាទៅវិញទៅមក I remember every detail of that day គេចងចាំច្បាស់នៅថ្ងៃនោះអត់ដឹងថ្ងៃណាទេនៅថ្ងៃហ្នឹងតែដឹងថ្ងៃណាទេគ្រាន់តែថាគេចងចាំអ្នកនរគ្នាច្បាស់គេចងចាំរឿងហ្នឹងច្បាស់គឺមានមួយថ្ងៃដែលគេអត់អាចបំភ្លេចបាន I can't stop thinking about you yeah ចុងក្រោយគឺគេមិនអាចឈប់គិតដល់អ្នកនរគ្នាទេអញ្ចឹងធម៌ពលមនុស្សម្នាក់ហ្នឹងគឺបែបហ្នឹងចង់និយាយថាបើអ្នកនរគ្នាចង់ដឹងថាគេចេះស្រឡះនៅគឺ100%គឺគេនៅទេខ្ញុំមើលតាមនេះគឺមានអារម្មណ៍ថាគេនៅទេតំណែងរបស់គេនឹងមនុស្សម្នាក់ទៀតគឺអត់ទាន់ជ្រះស្រឡះនឹងគ្នាទេ yes ប៉ុន្តែមនុស្សម្នាក់ហ្នឹងគឺបើនិយាយពីផ្លូវអារម្មណ៍វិញ100%មកកាន់អ្នកទាំងអស់គ្នាគឺគេអត់មានចិត្តមួយអ្នកចាស់ទៀតទេប៉ុន្តែអ្នកតំណងគេនៅមានជាមួយគ្នាអញ្ចឹងអានេះវាជាផលវិបាកមួយសម្រាប់អ្នកទាំងអស់គ្នាអូខេសារនេះវាជាសារមួយដែលរៀបរាប់មកអត់សូវល្អសម្រាប់អ្នកនរគ្នាមួយចំនួនដែលគាត់អាចនឹងមិនត្រូវតែមួយចំនួនតូចអីចឹងទៅអញ្ចឹងបើសិនជាអ្នកនរគ្នាជួបរឿងបែបហ្នឹងអ្នកនរគ្នាក៏ទទួលយកតាមហ្នឹងយ៉ាហើយបើសិនអ្នកនរគ្នាអត់សុបាយចិត្តនឹងមើលទេអ្នកនរគ្នាអូសចោលទៅកុំខ្វល់ជាមួយនឹងសារមួយនេះព្រោះអីពេលខ្លះវាស្ដាប់ទៅវាអត់គួរឲ្យចូលចិត្តពិតមែនបើអ្នកនរគ្នាមានអារម្មណ៍ថាមិនមែនជាអ្នកនរគ្នាអូខេអ្នកនរគ្នាអូសចោលយើងនឹងមើលសារផ្សេងទៀតដែលត្រូវអ្នកនរគ្នាតែជូនពរអ្នកមើលរបស់ខ្ញុំសុខភាពល្អហើយក៏រឹងមាំស៊ូៗ yes អរគុណបាយបាយ